សារខ្ញុំចង់ឲ្យគាត់យល់ពីភាពលំបាកនៃការរកលុយដោយខ្លួនឯង$1មានន័យថាមិនដោះដូរមួយញើសឈាមយើងលុយទាំងអស់ហ្នឹងសឹងថាប្រម៉ូសរុបមកយកមកទិញអីមួយរបស់ថ្លៃដោះដូរមកអត់សុបាយចិត្តទេមានជាបទមួយដែល debate ខ្ញុំក៏ debate មួយបងថ្លៃខ្ញុំហើយ podcast episode មុនក៏ខ្ញុំលើកឡើងដែរបងឯងជាម្ដាយរបស់កូនបងឯងនៅថ្ងៃអនាគតតើអូនឯងនឹងប្រាប់កូនឯងអំពី financial របស់អូនឯងដែលជាម្ដាយអត់ for example like អូនឯងប្រាប់ថាម៉ាក់មានលុយតែប៉ុណ្ណេះឬក៏អូនឯងជួបបញ្ហាហិរញ្ញវត្ថុអូនឯងគួរតែប្រាប់កូនឯងដែរអត់សម្រាប់ខ្ញុំអត់តន់ចង់ប្រាប់ទេដោយសារខ្ញុំចង់ឲ្យគាត់យល់ពីភាពលំបាកនៃការរកលុយដោយខ្លួនឯងមានន័យថាខ្ញុំបរៀនឲ្យគាត់របៀបរកលុយមានន័យថាចង់ឲ្យគាត់ទៅមើលឃើញអ្នកដែលគេពិបាកគេជួបអីគេខ្លះគេរកលុយគេធ្វើបែបមិនខ្លះដើម្បីទិញចំគ្រួសារគេដោយការសកម្មភាពវិញខ្ញុំអត់ចង់និយាយប្រាប់ដោយសារតែពេលនិយាយប្រាប់ទៅអាចធ្វើឲ្យគាត់ពេលខ្លះគាត់មានអារម្មណ៍ថា guilty ក៏ថាបានគាត់មានអារម្មណ៍ថាគាត់ធ្វើមកជើដើម្បីជួយវាគាត់ពិបាកក្នុងចិត្តគាត់ចង់ឲ្យគាត់ខិតខំតែរៀនទេហ្មងចង់ឲ្យអត់ចង់ឲ្យ stress ច្រើនចាអញ្ចឹងអូនឯង point ឯងដូចបងថ្លៃខ្ញុំដែរបងថ្លៃខ្ញុំគាត់និយាយថាបើគាត់មានបញ្ហាហិរញ្ញវត្ថុឧទាហរណ៍ថាគាត់អត់សូវគាត់ថាគាត់ធូរធានដែរមិនដែរមិនសូវមានណាមិនសូវមានអញ្ចឹងគាត់ថាគាត់នឹងមិនប្រាប់កូនគាត់ទេដោយសារតែគាត់ខ្លាចកូនគាត់នឹងអត់សុបាយចិត្តគាត់ខ្លាចកូនគាត់នឹងគិតច្រើនប៉ុន្តែខ្ញុំគាត់ប្រាប់តែគាត់វិញថាចុះបងឯងអត់ប្រាប់គាត់មិនដឹងថាបងឯងមានលុយវាប៉ុណ្ណាចុះបើគាត់ឧទាហរណ៍ថាគាត់ទាទិញរបស់អីញ៉ាំថ្លៃឬក៏ទិញរបស់ brand តែរបស់ brand អាចថាមិនសូវមានទេតែញ៉ាំរបស់ថ្លៃនេះតើគាត់ធ្វើម៉េចគាត់ដឹងថា cap របស់គាត់អាចំណាយរបស់គាត់នឹងអាចកំណត់កម្រិតណាបានតែអញ្ចឹងគាត់អាចថាគាត់ឆ្លៃជាមនុស្សម្នាក់ដែលចាយធំពីក្មេងឬក៏មិនដែរខ្លាចដែរអត់ចំណុចហ្នឹងខ្ញុំខ្លាចដែរព្រោះក្មេងសម័យឥឡូវគឺតាមគ្នាដល់ពេលអញ្ចឹងយើងពិបាកកំណត់ពិបាកប្រាប់គាត់ណាតែបើយើងចាប់ផ្ដើមលក្ខណៈថាឲ្យគាត់យើងអាសានិយាយប្រាប់ពី perspective ជីវិតអ្នកដែលអត់ហើយនឹងអ្នកដែលគាត់មកសុំអ្នកដែលគាត់ធូរធារឲ្យគាត់មើលឃើញអញ្ចឹងវិញថាជីវិតគេរស់នៅម៉េចយើងរស់នៅម៉េចហើយតាមសកម្មភាពយើងហើយជីវភាពយើងប្រចាំថ្ងៃគាត់ចាប់ផ្ដើមមើលឃើញថាយើងចាយវាបែបម៉េចអញ្ចឹងយើងបញ្យល់គាត់បែបហ្នឹងវិញទៅគាត់ប្រកាសជាយល់เลยថាគាត់ត្រូវចាយវាបែបម៉េចអញ្ចឹងបងចាម៉ាក់ខ្ញុំពេលដែលគាត់ប្រាប់ខ្ញុំពីក្មេងអីដែលគាត់ប្រាប់ព្រោះកាលពីក្មេងខ្ញុំក៏ដូចក្មេងដទៃដែរឃើញគេលេងរបស់ដូចការហ្នឹងចំណុចហ្នឹង Game Boy ហ្នឹងគឺអត់តែមាន Game Boy ដូចមាន iPhone ឲ្យមក iPhone 20ចុះលើវាក៏លីបប្រោយប៉ុន្តែខ្ញុំស្ទាម៉ាក់ខ្ញុំរហូតតែម៉ាក់ខ្ញុំគាត់មិនទិញពាក្យដដែលថាគាត់ទិញឲ្យទេគាត់ថាបើសិនជាខ្ញុំទាទិញសភៅទិញរបស់អីរៀនគាត់សុខចិត្តទៅចងការគេឲ្យខ្ញុំហ្នឹងបានរបស់ហ្នឹងប៉ុន្តែបើទិញ game អីហ្នឹងគឺគាត់មិនទិញឲ្យទេហើយគាត់និយាយទូទៅមកបាទខ្ញុំគាត់ថាតែជុញជ្រាក់រឿងទេថាមិនសូវមានលុយទេប៉ុន្តែដល់ពេលអាហ្នឹងវាកាត់ជា perspective ឲ្យខ្ញុំឲ្យបងស្រីខ្ញុំពីខ្ញុំនៅក្មេងបងប្អូនជីដូនមួយបើគេទៅញ៉ាំកាន់ហ្នឹងរបស់ brand របស់ drinks អាចនិយាយថាឥឡូវថាហាងមួយហ្នឹងចុះកាន់ហ្នឹងមកខែ$2គឺថ្លៃសម្រាប់ខ្ញុំឯងចាបងប្អូនខ្ញុំសុខចិត្តទៅអត់ញ៉ាំឯងពីរបងប្អូនខ្ញុំអត់ញ៉ាំឯងបងប្អូនជីដូនមួយគេញ៉ាំគ្រប់គ្នាតែបងប្អូនខ្ញុំអត់ញ៉ាំឯងខ្ញុំក៏ធ្លាប់ចូលប្រោនពួកម៉ាក់ហៅចូលប្រោនដែរគេញ៉ាំខ្ញុំហ៊ានញ៉ាំឯងព្រោះខ្ញុំឃើញតម្លៃគេដូច12000កាន់ខ្ញុំចាំ12000ពួក$3ការចំហ្នឹងច្រើនខ្ញុំគាត់ថា12000ផឹកកាហ្វេមួយកែវហេលើសហ៎បាយមួយចានតែ5000សោះម៉ាក់ខ្ញុំហ៊ានទាំងញ៉ាំរបស់អញ្ចឹងហើយបាទខ្ញុំហ៊ានញ៉ាំអញ្ចឹងក៏ខ្ញុំកុហកពួកម៉ាក់ខ្ញុំថាអត់ឃ្លានទេខ្ញុំញ៉ាំកាហ្វេហើយអត់ទេយកចិត្តឈឺកផ្ដាសាយរបៀបអញ្ចឹងហើយយើងគេកិច្ចទៅយើងចង់នៅពូម៉ាក់យើងអញ្ចឹងណាអញ្ចឹងខ្ញុំគិតថាប្រហែលជាការដែល how we parenting ដូចអូនឯងក៏និយាយពី how you may parent your kids ដែរលើថា how to របៀបប្រាប់កូនគាត់យល់អំពីការរលុយប្រាប់កូនអំពីការរលុយពិបាកអីចឹងទៅអញ្ចឹងវាអាចជួយច្រើនមកលើការគិតរបស់គាត់កុំឲ្យគាត់នឹងលុយឆាយហក់លោតទៅតាមអីដែលគាត់មិនអាចធ្វើបានចុះការប្រាប់គាត់ពីអីដែលគាត់ចង់បានហើយអីដែលគាត់អាចធ្វើបានអាចនឹងមានសារៈសំខាន់សម្រាប់ក្មេងដើម្បីកុំឲ្យគាត់នឹងហក់លោតទៅនឹងភាពសំភារៈនិយមដែរអត់សារៈសំខាន់ហ្មងព្រោះដូចថាអាភាពចង់បានហ្នឹងពេលខ្លះធ្វើឲ្យផ្លាស់ប្ដូរចរិតគាត់ដូចខ្ញុំនិយាយមុនហ្នឹងភាពលោភលន់ណាតែបើគាត់យល់ថាអីដែលគាត់ធ្វើបានវិញ
អាចផ្លាស់ប្ដូរ perspective គាត់ក្នុងជីវិតហ្មងលក្ខណៈថាដូចខ្ញុំនិយាយប្រាប់មិញអញ្ចឹងវិធីដើម្បីឲ្យគាត់រកលុយឬក៏បរៀនឲ្យគាត់ធ្វើម៉េចចេះរកលុយពីក្មេងឬក៏អាចយល់ថាផលលំបាកនៃការរកលុយពី$1មានន័យថាម៉េចដោះដូរមួយញើសឈាមយើងឲ្យគាត់យល់ពីចំណុចទូចៗហ្នឹងគាត់នឹងយល់ថាលុយទាំងអស់ហ្នឹងសឹងតែថាប្រម៉ូសរុបមកយកមកទិញអីមួយរបស់ថ្លៃណាដោះដូរមកអត់សុបាយចិត្តទេដោះទោះបីទិញបានថ្លៃមិនក៏ដោយអត់បានសុបាយចិត្តដូចពេលយើងចំណាយពេលវេលាមួយគ្រួសារយើងធ្វើអីដែលមានប្រយោជន៍សម្រាប់ខ្លួនឯងឬក៏សំលុយសម្រាប់អនាគតធំអនាគតទៅទៀតចឹងហ៎បង